មើល តោះ មុនពេលដែលទៅសាលារកព្រឹកលោកគ្រូតែងតែញ៉ាំកាហ្វេហើយកាហ្វេដែលលោកគ្រូញ៉ាំជាប្រចាំគឺកាហ្វេ Golex កាហ្វេ Golex មានពីររសជាតិដែរគឺមាន 2 in 1 ហើយនិង 3 in 1 សម្រាប់ 2 in 1 អត់មានស្ករទេហើយ3 in 1 មានស្ករដែរប៉ុន្តែមានស្ករកាហ្វេ Golex ផលិតនៅប្រទេសម៉ាឡេស៊ីហើយសម្រាប់គ្រាប់កាហ្វេវិញជាគ្រាប់កាហ្វេពូជ Robusta ដែលនាំមកពីប្រទេសប្រេស៊ីលកាហ្វេ Golex 2 in 1 ប្រើគ្រីមចំណៃរសជាតិវិញឈ្ងុយហើយឆ្ងាញ់ទៀតបងប្អូនហើយចំណែកកាហ្វេ Golex 3 in 1 វិញប្រើគ្រីមហើយនឹងស្ករអំពៅធម្មជាតិប៉ុន្តែអត់ផ្អែមខ្លាំងទេបងប្អូនចំណែករសជាតិទាំងពីរនឹងវិញគឺឈ្ងុយហើយឆ្ងាញ់ដូចគ្នាបងប្អូនគ្មានខ្លាញ់មិនល្អហើយអត់មានបន្ថែមហើយនឹងក្លិនទេបងប្អូនពេលដែលយើងហូបទៅធ្វើអារម្មណ៍យើងស្រស់ស្រាយតែម្ដងអញ្ចឹងបើសិនជាបងប្អូនចង់បានបងប្អូនអាចតំណទៅពេកលើអេក្រង់បានណាបងប្អូនអរគ្នា